អ្នកទាំងអស់គ្នាមានដែរធ្លាប់ឃើញវីដេអូគេរកមាសក៏ដូចជាត្បូងអីអត់ជាធម្មតាពួកគាត់តែងតែរកនៅតំបន់នៃបែបនេះអ្នកទាំងអស់គ្នាចំណែកឯបរិមម្នាក់នេះវិញគឺគាត់ប្លែកមែនតើគាត់មិនមែនអ្នករកត្បូងរកមាសអីនៅតំបន់ទាំងហ្នឹងទេប៉ុន្តែគឺគាត់រកមាសក៏ដូចជាត្បូងពេជ្រអីហ្នឹងគឺនៅមុខហាងដែលគេលក់មាសលក់ពេជ្រនឹងឯងអ្នកនរគ្នាហើយរឿងនេះដែរគឺនៅឯទីក្រុងញូវយ៉កហើយទីតាំងហាងហ្នឹងគឺនៅតំបន់ Diamond Jewelry Way នៅផ្លូវ47នឹងអ្នកនរគ្នាដែលស្ថិតនៅក្នុងទីក្រុងញូវយ៉កហើយតំបន់ហ្នឹងគឺជាតំបន់ដែលគេបើកហាងមាសពេជ្រអីជាច្រើនមែនទែននៅក្នុងតំបន់ហ្នឹងហើយបរិមម្នាក់នេះដែរគឺគាត់មានឈ្មោះថា Rafi Stepinian ដែលមានអាយុ43ឆ្នាំហើយគាត់មានជំនាញនៅក្នុងការរកត្បូងរកមាសរកពេជ្រអីមែនទែនអ្នកនរគ្នាហើយវីដេអូដែលគាត់រកមាសរកពេជ្រអីនៅមុខហាងរបស់គេហ្នឹងគឺគេថតនៅក្នុងកំឡុងឆ្នាំ2011នៅថ្ងៃហ្នឹងគឺគេឃើញគាត់លុតជង្គង់កាយដីអីនៅមុខហាងរបស់គេហ្នឹងហើយនៅពេលដែលគេដឹងថាគាត់ធ្វើអញ្ចឹងដើម្បីអីទៅក៏មានអ្នកសារព័ត៌មានអីគេមកថតគាត់ដើម្បីយកទៅផ្សព្វផ្សាយក្នុងកំឡុងពេលហ្នឹងគឺគាត់ល្បីមែនតើរឿងដែលគាត់កាយដីនៅមុខហាងរបស់គេដើម្បីរកមាសរកពេជ្រនឹងឯងហើយរបៀបនៃការរករបស់គាត់ហ្នឹងគឺគាត់លុតជង្គង់ហើយគាត់កាយដីនៅតាមចន្លោះឥដ្ឋហ្នឹងអ្នកនរគ្នាលើផ្លូវហ្នឹងហើយសម្ភារៈរបស់គាត់ហ្នឹងគឺមានដូចជាដែលចាប់សម្រាប់ទុកសម្រាប់ចាប់មាសពេជ្រគាត់ដែលគាត់រកបានហ្នឹងហើយនឹងកបិតដើម្បីកាយហើយមានកូនកំប៉ុងមួយដែរដើម្បីដាក់កាកដីដែលជាប់ជាមួយនឹងកំទេចមាសពេជ្រអីហ្នឹងដែលគាត់គិតថាវាមានតម្លៃគឺគាត់នឹងកាយដាក់ចូលកំប៉ុងហ្នឹងហើយបរិះហ្នឹងគឺគាត់រកបានមែនអ្នកនរគ្នាមិនមែនអត់ទេណាគឺគាត់រកបានត្បូងទូចដែលគេហៅថាត្បូងរូប៊ីហ្នឹងហើយខ្ញុំយកមកស្វែងរកគេថាអាហ្នឹងជាដូចជាត្បូងទទឹមឬក៏ត្បូងបកហមអីហ្នឹងខ្ញុំមិនសូវស្គាល់ច្បាស់ទេអ្នកនរគ្នាគ្រាន់តែថាគឺគាត់រកបានមែនត្បូងរូប៊ីក៏ដូចជាផ្លាទីនហើយនឹងមាសអីហ្នឹងគឺគាត់រកបានមែនអ្នកនរគ្នាហើយបន្ទាប់ពីគាត់រកបានហើយគឺគាត់យកមកលាងយកមកធ្វើតាមដំណាក់កាលអីអ្នកនរគ្នាអាចមើលតាមជាក់ស្ដែងនេះគាត់ធ្វើនឹងទៅនិយាយទៅតម្រាំទៅបានក៏វាមិនងាយស្រួលដែរយើងត្រូវទៅកាយផងហើយពេលដែលយើងកាយបានហើយយើងត្រូវយកមកធ្វើបែបនេះទៀតហើយអាពេលទៅកាយហ្នឹងបើសិនជាអ្នកខ្មាស់គេគឺធ្វើអត់កើតទេតោះតែដូចគាត់បានអាចធ្វើបានហើយកំឡុងឆ្នាំ2011ហ្នឹងលោក Rafi ហ្នឹងគឺគាត់ចំណាយពេល6ថ្ងៃគាត់អាចរកអាត្បូងឬក៏មាសអីហ្នឹងយកទៅលក់បាន2ដងនិយាយទៅមួយអាទិត្យហ្នឹងគឺគាត់លក់បាន2ដងហើយបានចំណូលដល់ទៅ$819ក្នុងរយៈពេល1សប្តាហ៍ទេអ្នកនរគ្នាហើយតាក់ទងនឹងមាសពេជ្រដែលគាត់រកបានហ្នឹងក៏វាមិនមែនមានតម្លៃថ្លៃដូចត្បូងមាសពេជ្រដែលគេរកពីទីតាំងដែលខ្ញុំដាក់នៅខាងដើមវីដេអូហ្នឹងនិយាយទៅគឺវាមានតម្លៃខុសគ្នាចំពោះមាសពេជ្រដែលគេយកមកកែច្នៃហើយអញ្ចឹងណាហើយមកដល់ពេលឥឡូវនេះដែរគឺអត់មានការរកត្បូងរកមាសរកពេជ្រអីនឹងមុខហាងអីអញ្ចឹងទេអ្នកនរគ្នាឥឡូវគឺអត់មានទេហើយលោក Rafi ហ្នឹងក៏គាត់ធ្លាប់រកមាសរកពេជ្រអីនៅតាមតំបន់អីផ្សេងៗដែរនៅកន្លែងតំបន់ដែលសបោមាសសបោពេជ្រហ្នឹងតែដោយសារគាត់ពិបាកអីអញ្ចឹងទៅដូចថាគាត់ចង់មានបទពិសោធន៍ថ្មីអីចឹងគាត់ក៏សម្រេចថាមករកមាសរកពេជ្រនៅតាមហាងរបស់គេនឹងព្រោះអីគាត់ជាអ្នកជំនាញរកដល់ពេលគាត់ឃើញនៅតាមផ្លូវមានអញ្ចឹងគឺគាត់សម្រេចចិត្តថាកាយដីដែលនៅមុខហាងរបស់គេនឹងដើម្បីរកមាសរកពេជ្រនឹងព្រោះអីវាមិនមែនយើងយកមកច្នៃអត់បានទេដោយសារតែគាត់គិតថាគាត់អាចយកមកច្នៃបានអាចមករកបានអញ្ចឹងទៅគឺគាត់សម្រេចចិត្តថាគាត់ធ្វើហ្មងដល់ពេលគាត់សម្រេចចិត្តថាធ្វើហ្នឹងគឺធ្វើមែនអ្នកនរគ្នាឲ្យបានសម្រេចមែនទៀតគាត់អត់មានអារម្មណ៍ថាខ្មាស់គេខ្មាស់អីទេគឺគាត់គិតថាគាត់អាចធ្វើបានគឺគាត់ធ្វើហ្មងអ្នកនរគ្នា